ជាទូទៅក្មេង6ខែឡើងយើងអាចឲ្យគាត់ញ៉ាំបបរ2ដងក្នុងមួយថ្ងៃម្ដង2ទៅ3លភាឬក៏អាចច្រើនជាងនឹងតិចតួចក្នុងករណីអូនចូលចិត្តបបរតែបើសិនជាក្នុងករណីដូចអូនរបស់ខ្ញុំគាត់ពេលថ្ងៃអត់សូវចូលចិត្តបាវទេហើយនិយាយចំទៅគាត់របៀបថាជាក្មេងអត់សូវចូលចិត្តបាវអញ្ចឹងមកអាចបន្ថែមឲ្យគាត់មួយថ្ងៃ3ដងបានប៉ុន្តែនៅពេលថ្ងៃត្រង់ខ្ញុំឲ្យគាត់ញ៉ាំរបៀបជាផ្លែឈើចំហុយជាមួយឈីបែបនេះឬក៏បបរផ្លែឈើជាមួយនឹងស្រូវសាលីហើយពេលផឹកហើយនៅល្ងាចខ្ញុំឲ្យអូនញ៉ាំជាមួយនឹងបបរខាប់ដែលមានសាច់បន្លែហើយអង្គអញ្ចឹងថ្ងៃនេះខ្ញុំយកមេនុយនេះមកធ្វើឲ្យគាត់ញ៉ាំពេលថ្ងៃត្រង់ខ្ញុំយកផ្លែបឺហើយនឹងគីវីពណ៌ខៀវមកចំហុយមេនុយនេះមានរសជាតិជូរអែមហើយនឹងប្រៃតិចតិចចេញពីឈីកូរ៉េនេះអញ្ចឹងដល់ពេលដែលយើងចំហុយឆ្អិនហើយយើងយកវាមកក្លុកជាមួយឈីនេះម៉ាក់បាច់ចាំចំអិនទេដោយសារតែយើងអាចឲ្យអូនគាត់ញ៉ាំឆៅក៏បានឬក៏យើងយកទៅចំអិនជាមួយនឹងអាហាររបស់អូនក៏បានអញ្ចឹងយើងក្លុកវាឲ្យម៉ត់ហ្នឹងពេលដែលក្លុកយើងប្រើទឹកឆ្អិនបន្ទាប់ពីរៀងខ្ញុំថែមជាមួយម្សៅខានេះមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់អូនហើយដាក់ទៅគឺឈ្ងុយជួយបង្កើតរសជាតិឲ្យអូនគាត់ចង់ញ៉ាំមកកម្រិតទៀតប៉ុន្តែជាទូទៅក្នុងករណីរបស់ខ្ញុំប្រើម្សៅខានេះខ្ញុំអត់ប្រើម្សៅថៃល្អិតនៅក្នុងមេនុយតែមួយទេដើម្បីឲ្យអូនកុំឲ្យគាត់ឆាប់តលាន់ហើយឲ្យគាត់ស្គាល់ជាមួយនឹងរសជាតិអាហារដែលយើងធ្វើឲ្យគាត់មួយមុខកាន់តែច្បាស់